បុរសនោះបានជីទឹកដាក់គូដណ្ដឹងរបស់ខ្លួនដោយចិត្តណាដើម្បីឲ្យនាងខឹងហើយចាក់ចេញទៅប៉ុន្តែស្ត្រីរូបនោះមិនព្រមចុះចាញ់ឡើយនាងក៏ទៅដងទឹកមកជិះទៅគាត់វិញភ្លាមនាងនិយាយថាគ្មាននរណាម្នាក់ព្រមរៀបការជាមួយគាត់ទេតាំងពីគាត់ពិការជើងទាំងពីរមកដូច្នេះគាត់គ្មានសិទ្ធិអ្វីមកមើលងាយនាងឡើយនៅពេលនោះម្ដាយរបស់បុរសនោះក៏ដើរមកដល់ហើយសួរពួកគេថាមានរឿងអ្វីកើតឡើងស្ត្រីនោះញឹមហើយឆ្លើយថាពួកគេកំពុងតែជូនពរឲ្យគ្នាទៅវិញទៅមកពេលឮដូច្នេះស្ត្រីអ្នកមានម្នាក់នោះពេញចិត្តយ៉ាងខ្លាំងព្រោះនាងគឺជាមនុស្សដំបូងដែលហ៊ានតាំងជាមួយកូនប្រុសរបស់គាត់ដូច្នេះអ្នកស្រីក៏សម្រេចចិត្តឲ្យនាងស្នាក់នៅទីនេះដើម្បីបន្តបង្កើតទំនាក់ទំនងជាមួយកូនប្រុសរបស់គាត់បុរសនោះបានហៅអ្នកបម្រើឲ្យមកជូនគាត់ទៅបន្ទប់វិញប៉ុន្តែស្ត្រីនោះបានស្ម័គ្រចិត្តទៅជួយគាត់ដោយខ្លួនឯងនាងបានស្ម័គ្រចិត្តជួយជូនគាត់ទៅបន្ទប់អ្នកស្រីពេញចិត្តជាខ្លាំងហើយគិតថានាងបានរកឃើញមនុស្សដែលត្រឹមត្រូវហើយបន្ទាប់ពីចូលទៅក្នុងបន្ទប់ស្ត្រីនោះក៏អង្គុយចុះលើគ្រែរបស់បុរសនោះដោយមិនស្ទាក់ស្ទើរបុរសនោះប្រាប់ឲ្យនាងចេញទៅហើយនិយាយថាគាត់នឹងមិនរៀបការជាមួយនាងជាដាច់ខាតនៅពេលដែលនាងត្រៀមនឹងទៅវិញប្អូនប្រុសរបស់បុរសនោះក៏មកដល់គេដើរមកចំអកឲ្យបងប្រុសខ្លួនដោយនិយាយថាឪពុកបានប្រគល់ក្រុមហ៊ុនឲ្យគេគ្រប់គ្រងរួចហើយចាប់ពីពេលនេះទៅបងប្រុសត្រូវតែស្ដាប់បង្គាប់គេស្ត្រីនោះនឹកស្មានមិនដល់ថាប្អូនប្រុសរបស់គាត់មានចរិតក្រអឺតក្រទមដំឡឹងនាងក៏ចាប់ប្រទេសរុញរបស់បុរសនោះរួចរុញទៅជន់ជើងប្អូនប្រុសនោះយ៉ាងពេញទំហឹងបន្ទាប់មកនាងក៏ដេញប្អូនប្រុសនោះចេញពីបន្ទប់យ៉ាងដាច់អង្ការនាងស្មានថាគេនឹងខ្លាចអំណរគុណប៉ុន្តែគេបែរជាបន្ទោសថានាងជ្រៀតជ្រែករឿងតខ្លួនរបស់គេទៅវិញនាងខឹងខ្លាំងក៏រុញគេឲ្យដួលនឹងដីហើយប្រាប់ថាខ្លួនមិនមែនជាមនុស្សដែលតាមបម្រើគេដូចជាម្ដាយគេឡើយទោះបីជាបុរសនោះមិនចង់ទទួលស្គាល់ប៉ុន្តែគេក៏មិនអាចរកពីអ្វីមកបានដែរថ្ងៃបន្ទាប់នាងក៏នាំគេទៅចុះសម្បត្តិអាពាហ៍ពិពាហ៍អ្នកស្រីមហាសេដ្ឋីសប្បាយចិត្តជាខ្លាំងហើយក៏ប្រគល់កាតធនាគារដែលមានទឹកប្រាក់$10 លានឲ្យនាងក៏សន្យាភ្លាមថាចាប់ពីពេលនេះទៅនាងនឹងមើលថែគេឲ្យបានល្អបំផុតនៅពេលនោះគ្រូពេទ្យបានប្រាប់ថាជើងរបស់គេត្រូវការម៉ាស្សាជាប្រចាំដើម្បីឲ្យឈាមរត់ស្រួលដូច្នេះនាងក៏ចាប់ផ្ដើមរៀនពីរបៀបម៉ាស្សាជើងឲ្យគេឃើញពីភាពយកចិត្តទុកដាក់របស់នាងបុរសនោះក៏មានអារម្មណ៍រំភើបខ្លះដែរប៉ុន្តែគេមិនព្រមទទួលស្គាល់ទេហើយបែរជាធ្វើជានិយាយថាគេមិនមានអារម្មណ៍អ្វីទាំងអស់ពេលនាងម៉ាស្សាលើបែបនេះនាងក៏ចាប់ស្ទាបផ្លូវគេភ្លាមដែលធ្វើឲ្យគេភ្ញាក់ផ្អើលហើយចាប់ដៃនាងជាប់អ្នកស្រីមហាសេដ្ឋីឃើញសកម្មភាពរបស់អ្នកទាំងពីរក៏មានអារម្មណ៍ធូរស្រាលក្នុងចិត្តថ្ងៃមួយនាងបានឃើញសង្សារចាស់របស់បុរសនោះមកដល់ផ្ទះហើយនិយាយថានាងមិនស័ក្តិសមនឹងគេឡើយទើបចង់ឲ្យពួកគេលែងលះគ្នាបុរសនោះក៏ស្រែកប្រាប់ឲ្យនាងចេញទៅភ្លាមនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញគេហ៊ានចេញមុខការពារនាងបែបនេះនាងដើរទៅជិតគេហើយប្រាប់ឲ្យស្រីម្នាក់នោះនាំឆ្កែរបស់នាងចេញទៅឲ្យឆ្ងាយទោះជាយ៉ាងណាសង្សារចាស់របស់គេបែរជាតាំងចិត្តលេងខ្សែឆ្កែឃើញឆ្កែកំពុងរត់សម្ដៅទៅខាងបុរសនោះនាងក៏ស្ទុះទៅចូលពីមុខដើម្បីការពារគេនាងបានឈរការពារគេដោយមិនខ្លាចញើសអ្វីទាំងអស់